រឿងបុរសពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានបុរសពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វថ្ងៃរសៀលកុំភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់បុរសទី1ថាខ្ញុំនឹងដាក់អន្ទាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែងមកស៊ីផ្លែឈើនេះបុរសទី2ឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជួបសំដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរអ្នកប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកណាដាក់អន្ទាក់លើចុងឈើឲ្យជួបសត្វជើង4ដែលដើរនៅលើដីទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើមិនដេចនឹងបានសត្វដូច្នេះអញត្រូវរលឹកពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញនៅចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសិកបើវាមិនសុខចិត្តដូចម្ដេចមុខជាកាត់ក្តីគង់តែដល់សុភាសិកមិនខានសុភាសិកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មន់រងាវរលឹកពីដេកលុបមុខស៊ីស្លាហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជប់ក្តាន់មួយក៏ដោះយកទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហាមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយថាកុំរលះរលាំងធ្វៃអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សัตว์ក៏ឃើញតែអន្ទាក់នៅចុងឈើជាប់ទៅវិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាណោះមកចុះមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជួបហើយឡើងទៅដោះសัตว์ចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសិកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវាចក្តីនេះគង់តែមកដល់លោកដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសិកបានសាច់ក្តាន់ហើយឆ្លើយថាឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យតាន់ព្រឹកនេះបើវាមកដឹងអញបង្កប់អីអញ្ចឹងដែរបើវាមកមិនតាន់អញនឹងកាត់សេចក្តីឲ្យវាបានចាញ់សុភាសិកបានសាច់ក្តាន់ហើយឆ្លើយថាឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យតាន់ព្រឹកនេះបើវាមកប្តឹងអញបង្កប់អីអញ្ចឹងដែរបើវាមិនទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានដោយងាយឯងប្រញាប់ទៅចុះឯអ្នកដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសិក
សុភាសិតក៏បង្កប់សេចក្តីដោយបង្កប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាក់តោកយ៉ាដើររកទិញអីវ៉ាន់ពុំបានពុំតាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយសួរថាមានដំណើរអីបានជារត់ដូច្នេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជប់សัตว์ឃើញតែអន្ទាក់នៅចុងឈើជួបដានមួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសិតថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទន្សាយឆ្លើយថាមិនហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏លុះដល់ថ្ងៃរសៀលសុភាទន្សាយទៅដល់ផ្ទះសុភាសិតស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទន្សាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហាឡើងស៊ីស្លឹកអំពិលសុភាសិតថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទន្សាយឆ្លើយថាពីដូនជីតាពីម៉ែឪបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជប់សัตว์ទៅជប់អន្ទាក់នៅចុងឈើវិញហើយសัตว์ទាំង4ផងដែលឮទេអស់លោកអ្នកស្រុកនោះសុភាសិតស្ងៀមពុំហ៊ានស្ដីតបតទៀតសុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសិតដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់ដោយសារខ្លួនអ្នកល្មមចំនួនសាច់ក្តាន់ក៏ស្គៀមបែរមកខ្ទប់ទៅជញ្ជាំងដូចឆ្មាលោកកណ្ដុរស្រប់